សួស្តីហ្វេនៗទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel សថាសម្រាយរឿងថ្ងៃនេះ Admin មកធ្វើការសម្រាយរឿងបន្តគឺរឿងបេះដូងស្នេហ៍ក្នុងសមរភូមិអំណាចភាគទី4ដែលជាភាគបន្តបើសិនជាហ្វេនៗចូលចិត្តសូមកុំភ្លេចជួយចុច comment ខាងក្រោមផងដើម្បីឲ្យ Admin បានដឹងថារឿងនេះគឺហ្វេនៗចូលចិត្តឬមិនចូលចិត្តដើម្បីឲ្យ Admin មានទឹកចិត្តក្នុងការធ្វើការសម្រាយជូននៅភាគបន្តទៀតតោះកុំខាតពេលយូរសូមអញ្ជើញចូលមកទស្សនាជាមួយនឹងការសម្រាយរបស់ Admin ទាំងអស់គ្នាសម្រាប់បងប្អូនដែលមានតម្រូវការចង់បានជាសម្លៀកបំពាក់បុរសក៏ដូចជាសម្លៀកបំពាក់នារីអីអាចតាក់ទង Admin បានណាចាំ Admin ដាក់ link page ចូលក្នុង comment ខាងក្រោមនេះណាពេលដែលបងប្អូនឆាតចូលក្នុង page បងប្អូនប្រាប់ថាជា fan របស់ Admin ទៅ Admin នឹងមានការបញ្ចុះតម្លៃជូនជាពិសេសផងដែរសេរីបន្តវិធីទី3របស់យើងបានបង្ហាញឲ្យយើងឃើញថាគ្រាដែលតួស្រីរបស់យើងនាងកំពុងតែសប្បាយចិត្តនឹងការជោគជ័យរបស់នាងនោះភ្លាមនោះក៏ស្រាប់តែមាននារីម្នាក់ដែលជាអ្នករនរបាំនឹងនាងមានឈ្មោះថាទាវឆាននាងក៏បានមកទិញប៉ាន់តែមួយពីកូនចៅរបស់តួស្រីរបស់យើងផងដែរគ្រាន់តែឃើញទាវឆាននាងទិញប៉ាន់តែយកទៅភ្លាមពេលនោះដែរតួស្រីរបស់យើងនាងក៏បានរត់មកសួរណានស៊ីងដែលជាកូនចៅរបស់ខ្លួនថាហេតុអ្វីបានជាណានស៊ីងដាក់លួចប៉ាន់តែរបស់នាងអញ្ចឹងតែត្រូវបានណានស៊ីងឆ្លើយតបទៅវិញថានេះគឺតួស្រីរបស់យើងជាអ្នកដាក់ឲ្យនាងលក់នោះទេកាលពីម្សិលមិញនោះអញ្ចឹងមានន័យថាតួស្រីរបស់យើងគឺបានដាក់ច្រឡំនឹងឯងហើយតួស្រីក៏បានសួរបញ្ជាក់ទៅណានស៊ីនថាតើណានស៊ីននឹងមានបានប្រាប់ពីរបៀបប្រើប្រាស់ប៉ុន្តែនឹងដល់ទាវឆានដែរឬទេណានស៊ីនគេក៏បាននិយាយប្រាប់នៅនាងគេថាគេបានប្រាប់ទៅទាវឆានយ៉ាងច្បាស់ថាប៉ុន្តែនឹងគឺប្រើទៅបើសិនជានាងមូលមកឆ្វេងគឺចេញថ្នាំពុលតែបើសិនជាគេមូលទៅស្ដាំគឺចេញស្រាដូច្នេះហើយការប្រើប្រាស់សូមឲ្យមានការប្រុងប្រយ័ត្នតួស្រីក៏បាននិយាយប្រាប់ណានស៊ីនថាទាវឆាននឹងគេដឹងថាប៉ុន្តែនឹងគឺទិញទៅគឺមានថ្នាំពុលអាចសម្រាប់មនុស្សបានប៉ុន្តែគេនៅតែទិញអញ្ចឹងមានន័យថាទាវឆាននឹងមិនមែនជាមនុស្សល្អនោះទេគេច្បាស់ជាមានបំណងអាក្រក់ទៅលើនរណាម្នាក់នោះហើយនិយាយរួចតួស្រីរបស់យើងនាងក៏បានដើរទៅតាមទាវឆានផងដែរទោះបីជាណានស៊ីនព្យាយាមហៅខាត់យ៉ាងណាក៏ដោយក៏តួស្រីយើងមិនបានឈប់នោះដែរគ្រានោះដែរព្រះអង្គម្ចាស់ឆាងសានិងបពុរបស់គេនឹងក៏បានដើរចូលមកដល់ចំណែកឯកូនចៅរបស់គេនឹងគឺព្យាយាមដេញមនុស្សនៅទីនោះទាំងអស់ឲ្យចេញពីផ្លូវព្រោះព្រះអង្គម្ចាស់របស់គេបានយាងមកដល់ហើយតួស្រីរបស់យើងនាងក៏បានឃើញព្រះអង្គម្ចាស់ឆាងសាផងដែរហើយនាងគិតក្នុងចិត្តថាមនុស្សព្រះអង្គម្ចាស់ឆាងសានេះគឺជាមនុស្សកអិតកតោមជាមនុស្សប្រហឹងកងកាយនេះគេចេះតែងនិពន្ធកំណាព្យដែរមិនមែនបានជាគេចូលរួមក្នុងកម្មវិធីនិពន្ធតែងកំណាព្យនេះចំណែកឯទាវឆានវិញគេបានយកថ្នាំពុលមួយចំនួនទៀតចាក់ចូលទៅក្នុងប៉ាន់តែបន្ថែមទៀតផងដែរប៉ុន្តែប៉ុណ្ណោះទាវឆាននាងក៏បាននិយាយប្រាប់ទៅកាន់បងស្រីនាងថានៅពេលដែលនាងរត់របាំចប់គឺនាងនឹងថ្វាយស្រាពុលនេះជូនដល់ព្រះអង្គម្ចាស់ឆាងសាសើយហើយគេនឹងផឹកស្រាពុលនេះផងដែរដើម្បីស្លាប់ជាមួយនឹងព្រះអង្គម្ចាស់ឆាងសាគ្រានោះបងស្រីរបស់គេក៏បានព្យាយាមខាត់ទាវឆានផងដែរថាមិនឲ្យនាងធ្វើទង្វើបែបនេះនោះទេប៉ុន្តែទាវឆានថាគឺនាងមិនចង់ឲ្យនារីដទៃទៀតរងគ្រោះដូចជានាងនោះទេហើយអ្វីដែលនាងធ្វើគ្រប់យ៉ាងគឺនាងនឹងទុកខុសត្រូវតែម្នាក់ឯងប៉ុណ្ណោះភ្លាមនោះស្រាប់តែតួស្រីរបស់នាងក៏បានដើរចូលមកហើយនាងក៏បានសួរទៅកាន់ទាវឆានថាតើនាងកំពុងតែចង់សម្លាប់ព្រះអង្គម្ចាស់ឆាងសាតើមែនទេទាវឆានគេក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលឃើញតួស្រីរបស់យើងដើរចូលមកបែបនេះហើយគេក៏បានសួរទៅកាន់តួស្រីថានាងជានរណាតែតួស្រីរបស់យើងនាងមិនបានប្រាប់ថានាងជានរណានោះទេនាងបែរជានិយាយពីរបៀបប្រើប្រាស់ប៉ុន្តែដែលនាងបានបង្កើតនោះទៅកាន់ទាវឆានវិញផងដែរហើយតួស្រីរបស់យើងនាងក៏បានបញ្ជាក់ទៅកាន់ទាវឆានថាគឺនាងជាអ្នកផលិតប៉ុន្តែនឹងដូច្នេះការប្រើប្រាស់គឺនាងដឹងទៅទាំងអស់ហ្នឹងមិនតែប៉ុណ្ណោះតួស្រីរបស់យើងនាងក៏បានព្យាយាមនិយាយលួងលោមទៅកាន់ទាវឆានផងដែរថាទាវឆានគឺជាក្មេងស្រីដ៏ស្រស់ស្អាតមិនគួរណានាងគិតខ្លីដូច្នេះទេសូមឲ្យនាងគិតគូរឡើងវិញម្ដងទៀតដែលឮតួស្រីនិយាយបែបនេះភ្លាមនោះដែរទាវឆាននាងក៏បានលាត់ដៃអាវបង្ហាញស្នារបួសឲ្យតួស្រីរបស់យើងមើលថានេះគឺជាស្នាដៃរបស់ព្រះអង្គម្ចាស់ឆាងសាហើយព្រះអង្គម្ចាស់ឆាងសាគេគឺជាជនផ្ដាច់ការជាមនុស្សខូខើប៉ុន្តែប៉ុណ្ណោះព្រះអង្គម្ចាស់ឆាងសាតែងតែវាយដំធ្វើបាបធ្វើទរណកម្មទៅកាន់បងប្អូនស្រីរបស់គេស្ទើរតែរាល់ថ្ងៃផងដែរដូច្នេះបើសិនបើនាងមិនសម្រេចចិត្តធ្វើបែបនេះនោះទេនោះបងប្អូនស្រីរបស់គេនឹងស្លាប់បន្តបន្ទាប់គ្នាដោយសារស្នាដៃរបស់ព្រះអង្គម្ចាស់ឆាងសាតាក់ជាមិនខាននិយាយចប់ទាវឆានគេក៏បានច្បាច់កគម្រាមជាយូរយើងថាបើសិនជាជាយូររបស់យើងហ៊ានធ្វើឲ្យបែកធ្លាយរឿងនេះគឺគេនឹងសម្លាប់តួស្រីរបស់យើងកាន់មកខាងព្រះអង្គម្ចាស់ឆាងសាឯវិញពេលនេះដែរគឺបពុរបស់គេនឹងកំពុងតែនិយាយចាក់ចៃចាក់ស្គរដល់ព្រះអង្គម្ចាស់ឆាងសាថារាជគ្រូហួយគួយដែលជាឪពុកតួស្រីរបស់យើងនឹងគាត់កុហកថាឈឺប៉ុន្តែតាមពិតទៅគឺគាត់មានបំណងមិនចង់ចូលរួមជាមួយនឹងពួកយើងតែប៉ុណ្ណោះគ្រានោះស្រាប់តែមានមន្ត្រីម្នាក់ឈ្មោះកងតុងគេក៏បាននិយាយប្រាប់ទៅកាន់ព្រះអង្គម្ចាស់ឆាងសាថាឪពុករបស់តួស្រីយើងមានតំណែងត្រឹមតែរាជគ្រូតែប៉ុណ្ណោះហេតុអីបានជាគេមានចរិតកតោមយ៉ាងនេះប៉ុន្តែត្រូវបានគ្នារបស់គេនិយាយកាត់វិញថាទោះបីជាគាត់ត្រឹមតែរាជគ្រូក៏ដោយប៉ុន្តែគឺកូនសិស្សរបស់គាត់ច្រើនណាស់ដែលមានតួនាទីនៅក្នុងរាជការជាពិសេសទៅនោះគឺពួកគេមានតួនាទីធំៗនៅក្នុងតុលាការផងដែរដូច្នេះយើងមិនអាចមើលស្រាវគាត់បាននោះទេដោយលើបែបនេះព្រះអង្គម្ចាស់ឆាងសាគេក៏បាននិយាយបំបីសាច់រឿងវិញថាគឺសូមឲ្យមន្ត្រីទាំងអស់នេះគឺគិតតែរឿងសប្បាយៗទៅបានហើយនៅថ្ងៃនេះ
ភ្លាមនោះមន្ត្រីទាំងអស់ហ្នឹងគេក៏បានអបអរសាទរដល់ព្រះអង្គម្ចាស់ឆាងសាហើយកងតុងគេក៏បាននិយាយឡើងថាគឺសូមអបអរដល់ព្រះអង្គម្ចាស់ឆាងសាព្រោះចាប់ពីពេលនេះទៅគឺគ្មាននរណាជាជាងរទឹងកនឹងទ្រង់ទៀតទេព្រោះតែទូប្ររបស់យើងវូអ៊ីគេក៏បានស្លាប់បាត់បង់ជីវិតទៅហើយដូច្នេះកងទ័ពបៃហ្វូទាំងមូលគឺគ្មានអ្នកដឹកនាំនោះទេហើយគេសង្ឃឹមថាកងទ័ពបៃហ្វូទាំងមូលនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គម្ចាស់ឆាងសាជាមិនខានគ្រាន់តែលើកកងតុងគេសរសើរបែបនេះព្រះអង្គម្ចាស់ឆាងសានោះក៏ស៊ីជួដែរហ្នឹងហើយក៏គេនិយាយទៅកាន់កងតុងថាកងតុងហ្នឹងគឺគេលើកល្បីថាជាមនុស្សដែលពូកែខាងអក្សរសាស្ត្រក៏ដូចជាគំនូផងដែរហើយពេលនោះដែរព្រះអង្គម្ចាស់ឆាងសាគេក៏បានបង្ហាញផ្ទាំងគំនូមកឲ្យកងតុងមើលកងតុងមើលហើយគឺគេពិតជារំភើបយ៉ាងខ្លាំងព្រោះតែគេពុំដែលឃើញផ្ទាំងគំនូណាដែលល្អឥតខ្ចោះដូចនេះពីមុនមកនោះទេហើយម្យ៉ាងវិញទៀតទេសភាពដែលមាននៅក្នុងផ្ទាំងគំនូហ្នឹងមើលទៅគឺដូចជាទស្សនវិជ្ជាជាក់ស្ដែងពិតអញ្ចឹងព្រះអង្គម្ចាស់ឆាងសាស្ដាប់ហើយគឺទ្រង់សោកបន្តិយយ៉ាងខ្លាំងក៏ទ្រង់បានបញ្ជាឲ្យអ្នកភ្លេងក៏ដូចជាអ្នករាំគឺរាំសប្បាយទៅហើយមួយវិញទៀតរាល់ការផឹកស៊ីចំណាយទាំងប្រមាណហ្នឹងគឺទ្រង់ជាអ្នកចំណាយទាំងអស់កាត់មកខាងជាយូទូស្រីក្បាលខូចយើងឯនេះវិញពេលនេះដែរនាងបាននាំទាវឆានក៏ដូចជាប៉ពួររបស់ទាវឆាននឹងបំរុងរត់គេចខ្លួនផងដែរហើយពេលនោះទាវឆានគេក៏បានសួរទៅកាន់ជាយូថាតើនាងកំពុងតែនាំគេទៅណាប៉ុន្តែទូស្រីរបស់យើងក៏បានឆ្លើយទៅកាន់ទាវឆានវិញថាកុំឲ្យគេព្រួយបារម្ភអីហើយទូស្រីរបស់យើងនាងបានអះអាងថានាងគឺជាមនុស្សល្អនោះទេគឺនាងមានបំណងនាំទាវឆានក៏ដូចជាគ្នារបស់ទាវឆាននឹងរត់ចេញពីទីក្រុងឡានថៃនេះឆ្ពោះទៅទិសខាងកើតនៃទីក្រុងពេលដែលទាវឆានទៅដល់កន្លែងមួយដែលជាកន្លែងជើងដែកនឹងឃើញស្ត្រីបកាភ្នែកគឺនាងចូលជួបជាមួយនឹងគាត់ទៅហើយប្រាប់គាត់ថាទូស្រីរបស់យើងជាអ្នកណែនាំឲ្យពួកគេមកជួបគាត់ហើយគាត់ជាអាចជួយពួកគេបានជាមិនខានប៉ុន្តែត្រូវបានទាវឆាននាងបដិសេធព្រោះតែនាងខ្លាចថាពេលដែលនាងចេញទៅផុតទៅគឺព្រះអង្គម្ចាស់ឆាងសានឹងធ្វើបាបទូស្រីរបស់យើងប៉ុន្តែទូស្រីរបស់យើងក៏បាននិយាយប្រាប់ពួកគេថាកុំឲ្យបារម្ភពីនាងអីព្រោះតែព្រះអង្គម្ចាស់ឆាងសាគឺពុំមានធ្វើអ្វីលើនាងនោះទេនិយាយចប់ទូស្រីក៏ដូចជាទាវឆានគេក៏បានមករងដើរចេញទៅស្រាប់តែទូស្រីរបស់យើងក៏បានបុកជាមួយនឹងកូនចៅរបស់ទូប្រុសភ្លាមនោះកូនចៅទូប្រុសក៏បានចាប់ទូស្រីរបស់យើងរួនផ្អឹបជាមួយនឹងសសរទូស្រីរបស់យើងបានឃើញពួកគេហើយនាងក៏បានស្គាល់ប៉ុន្តែនាងពុំដឹងថាអ្នកទាំងពីរហ្នឹងគឺជាកូនចៅរបស់ទូប្រុសយើងនោះទេទោះបីជានាងខំប្រឹងរើបំរាស់យ៉ាងណាក៏ពុំបានផលនោះដែររូបិចនោះទូប្រុសរបស់យើងក៏បានសួរទៅកាន់ទូស្រីថាតើនាងគឺជាអ្នកជំនាញវ័យក្មេងខាងផលិតអាវុធហ្នឹងមែនទេហើយនាងមកពីគ្រួសារណាប៉ុន្តែទូស្រីរបស់យើងក៏បានឆ្លើយទៅកាន់ទូប្រុសយើងវិញថាតើលោកជានរណាហើយរឿងអីដែលខ្ញុំត្រូវប្រាប់លោកថាខ្ញុំមកពីគ្រួសារណានោះទូប្រុសរបស់យើងស្ដាប់ហើយគឺគេពុំបានប្រកាន់ជាមួយនឹងទូស្រីនោះទេគឺគេប្រាប់ទៅកាន់ទូស្រីថានៅពេលដែលគេដោះស្រាយរឿងរ៉ាវចប់គឺគេនឹងមកជួបទូស្រីវិញជាមិនខានភ្លាមនោះទូប្រុសរបស់យើងក៏បានងាកមកនិយាយជាមួយនឹងទាវឆានវិញម្ដងដែលគេបានសួរទៅកាន់ទាវឆានថាតើនាងពិតជាមានគំនិតចង់ធ្វើឃាតព្រះអង្គម្ចាស់ឆាងសាតើមែនទេប៉ុន្តែទាវឆាននាងពុំបានឆ្លើយនោះទេហើយទូប្រុសរបស់យើងក៏បាននិយាយបន្តទៀតថាគឺពិតជាដូចគ្នាខ្លាំងណាស់គេក៏មានគំនិតចង់សម្លាប់ព្រះអង្គម្ចាស់ឆាងសាដែរនិយាយចប់ទូប្រុសរបស់យើងក៏បានបញ្ជាឲ្យគ្នារបស់គេនឹងនាំទាវឆានក៏ដូចជាប៉ពួររបស់ទាវឆាននឹងចូលទៅតាមគេផងដែរព្រមនោះក៏មានសម្រែកមួយនិយាយថាព្រះអង្គម្ចាស់ជាងណានយើងមកដល់ហើយទូស្រីរបស់យើងនាងពុំបានឃើញមុខទូប្រុសនោះទេនាងឃើញតែពីក្រោយខ្នងតែប៉ុណ្ណោះហើយនាងគិតថាព្រះអង្គម្ចាស់ជាងណាក្រែងព្រះអង្គម្ចាស់ជាងណានឹងក៏បានស្លាប់នៅក្នុងសង្គ្រាមហើយតើហើយអ្វីបានជាទ្រង់នៅរស់ទៅវិញទូស្រីនិយាយបែបនេះព្រោះតែនាងមិនដឹងថាព្រះអង្គម្ចាស់ជាងណានឹងគឺជាវូអ៊ីដែលជាទូប្រុសរបស់យើងនោះទេកាត់មកខាងក្រុមមន្ត្រីដែលជាបពុរបស់ព្រះអង្គម្ចាស់ឆាងសាណែវិញពេលនេះដែរគឺគេកំពុងតែសប្បាយរំពេចនោះស្រាប់តែទូប្រុសរបស់យើងដើរចូលមកដល់ហើយធ្វើឲ្យពួកគេមានការភ័យខ្លាចយ៉ាងខ្លាំងហើយពួកគេក៏បានលន់មាត់ថានេះគឺជាព្រះអង្គម្ចាស់ជាងណានតាហេតុអីបានជាទ្រង់មិនទាន់ស្លាប់ទៅវិញភ្លាមនោះស្រាប់តែព្រះអង្គម្ចាស់ឆាងសាគេក៏បាននិយាយទៅកាន់ទូប្រុសយើងថានេះឯងមិនទាន់ស្លាប់ទេអីតែត្រូវបានទូប្រុសរបស់យើងឆ្លើយតបទៅកាន់ព្រះអង្គម្ចាស់ឆាងសាវិញថាតើឯងពិតជាសប្បាយចិត្តខ្លាំងណាស់មែនទេពេលដែលឃើញក្បួនហែមឈូសចូលទៅក្នុងទីក្រុងនោះដែលឯងគិតថាជាមឈូសរបស់យើងព្រះអង្គម្ចាស់ឆាងសាស្ដាប់ហើយគេក៏បានសម្រួលអារម្មណ៍ឡើងវិញដែលគេនិយាយថាបើសិនជាទូប្រុសរបស់យើងមិនទាន់ស្លាប់គឺពិតជាល្អខ្លាំងណាស់ព្រោះតែកន្លងមកហ្នឹងព្រះអង្គម្ចាស់ឆាងសាគេគិតថាទូប្រុសរបស់យើងបានស្លាប់បាត់បង់ជីវិតទៅហើយតែត្រូវទូប្រុសរបស់យើងឆ្លើយតបវិញថាតើឯងដឹងដំណឹងថាយើងស្លាប់នឹងមកពីណាហើយទូប្រុសរបស់យើងក៏បានសួរទៅកាន់មន្ត្រីដែលនៅទីនោះផងដែរថាគេមែនទេជាអ្នកនិយាយប៉ុន្តែធ្វើឲ្យអ្នកទាំងអស់គ្នានឹងគឺមានការភ័យខ្លាចទៅនឹងទូប្រុសរបស់យើងយ៉ាងខ្លាំងគ្រានោះដែរទូប្រុសរបស់យើងក៏បានប្រាប់ទៅកាន់ព្រះអង្គម្ចាស់ឆាងសាថាគេចាប់បានក្រុមនារីរបាំទាំងនេះគឺមានបំណងចង់បំពុលព្រះអង្គម្ចាស់ឆាងសាឲ្យស្លាប់តើព្រះអង្គម្ចាស់ឆាងសាមានគំនិតបែបណាដែរចំពោះនារីរបាំទាំងអស់នេះព្រះអង្គម្ចាស់ឆាងសាស្ដាប់ហើយគឺគេបានបញ្ជាឲ្យទាហានរបស់គេនឹងនាំទាវឆានក៏ដូចជាបពុរបស់នាងទៅសម្លាប់ចោលប៉ុន្តែត្រូវបានទូប្រុសរបស់យើងសុំទៅកាន់ព្រះអង្គម្ចាស់ឆាងសាថាតើគេអាចសុំនារីរបាំនេះពីគេបានពីព្រះអង្គម្ចាស់ឆាងសាបានដែរឬទេឯព្រះអង្គម្ចាស់ឆាងសានៅវិញពេលដែលទូប្រុសរបស់យើងនិយាយបែបនេះគឺគេពុំហ៊ានប្រកែកជាមួយនឹងទូប្រុសរបស់យើងនោះទេគេក៏ស្របទៅតាមសំណូមពររបស់ទូប្រុសរបស់យើងផងដែរទូប្រុសរបស់យើងក៏បាននិយាយទៅកាន់ព្រះអង្គម្ចាស់ឆាងសាថាព្រះអង្គម្ចាស់ឆាងសានឹងគឺមានប្រតិទលាយណាស់ប៉ុន្តែហេតុអ្វីបានជារៀបចំការប្រជុំអ្នកតែងកំណាប់បែរជាមិនប្រាប់គេទៅវិញ
មិនតែប៉ុណ្ណោះទូប្រុសរបស់យើងក៏បានបន្តនិយាយថាកម្មវិធីជួបជុំអ្នកតែងកណ្ដាលទាំងមូលបែរជាស្ងប់ស្ងាត់ទៅវិញហើយភ្លាមនោះគេក៏បានបញ្ជាឲ្យទាវឆាននិងបពពួករបស់នាងធ្វើការរំរបាំផងដែរដើម្បីឲ្យកម្មវិធីកាន់តែអធិកអធមស្របពេលដែលទាវឆានក៏ដូចជាគ្នារបស់នាងកំពុងតែរំលែកនោះដែរទូប្រុសរបស់យើងក៏បាននិយាយជាមួយនឹងកងតុងថាគឺទូប្រុសរបស់យើងបានឮថាកងតុងគឺគេមានជំនាញខាងនិពន្ធតែងកណ្ដាលក៏ដូចជាអក្សរសាស្ត្រដូច្នេះហើយគេក៏បានស្នើឲ្យកងតុងនឹងជួយនិពន្ធកំណាព្យមួយសម្រាប់គេប៉ុន្តែកងតុងគេក៏បានសួរថាតើចង់ឲ្យគេនិពន្ធពីអ្វីដែរទូប្រុសរបស់យើងក៏បានប្រាប់ទៅកាន់កងតុងថាគឺឲ្យនិពន្ធតែងកំណាព្យពីវីរៈភាពរបស់ទាហានបៃហ្វូគេនឹងដែលធ្វើការប្រយុទ្ធប្រឆាំងជាមួយនឹងខ្មាំងសត្រូវនៅឯសមរភូមិចូលសឹងកងតុងស្ដាប់ហើយគេក៏បាននិយាយទៅកាន់ទូប្រុសយើងថាគឺគេពុំចេះទៅសេកំណាព្យនោះទេទូប្រុសរបស់យើងស្ដាប់ហើយគេក៏បានទាញដាវអាកសម្រាប់កងតុងបាត់ទៅដែលជាហេតុធ្វើឲ្យមន្ត្រីក៏ដូចជាអ្នករំរបាំទាំងអស់ហ្នឹងគឺមានការភ័យខ្លាចភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតែទូប្រុសរបស់យើងកំពុងតែសម្លាប់មនុស្សរំពេចនោះក៏មានមន្ត្រីម្នាក់ចង្អុលទៅកាន់ទូប្រុសរបស់យើងថាតើទូប្រុសរបស់យើងកំពុងតែឈួតហើយមែនទេបានជាហ៊ានសម្លាប់មន្ត្រីបែបនេះវូអ៊ីរបស់យើងស្ដាប់ហើយគឺគេពុំខ្វល់ទៅនឹងសម្ដីរបស់មន្ត្រីទាំងអស់នោះទេគឺគេបានបញ្ជាទៅកាន់ទាហានរបស់គេថាប្រសិនបើមាននរណាម្នាក់លួចចេញពីទីនេះដោយគ្មានការអនុញ្ញាតត្រូវតែសម្លាប់ពួកគេចោលទូប្រុសរបស់យើងនិយាយបែបនេះគឺធ្វើឲ្យមន្ត្រីទាំងអស់នោះគឺពួកគេមានការភ័យខ្លាចយ៉ាងខ្លាំងព្រោះតែគេគិតថាទូប្រុសរបស់យើងគឺជាមនុស្សដែលឃោរឃៅខ្លាំងណាស់មិនតែប៉ុណ្ណោះទូប្រុសរបស់យើងក៏បាននិយាយជាមួយនឹងព្រះអង្គម្ចាស់ឆាងសាថាកងតុងនឹងគឺគេពុំចេះទៅសេកំណាព្យនោះទេតែព្រះអង្គម្ចាស់ឆាងសាគឺចេះកុំសេកំណាព្យដែរឬអត់ហើយព្រះអង្គម្ចាស់ឆាងសានោះវិញគឺគេងើបចេញមកឡើងកទៅហ្មងគេគិតថាទូប្រុសរបស់យើងមិនហ៊ានស្លាប់គេមានឯណាទូប្រុសរបស់យើងគ្រាន់តែលឺព្រះអង្គម្ចាស់ឆាងសានិយាយថាទូប្រុសមិនហ៊ានស្លាប់គេពេលនោះដែរគាត់ទាញដាវបំរុងនឹងកាប់សម្លាប់ហើយប៉ុន្តែត្រូវបានលោកម្ចាស់វាយមករួចព្រះអង្គម្ចាស់ឆាងសាចិនហើយគេក៏រងផ្លែដាវជំនួសព្រះអង្គម្ចាស់ឆាងសាស្លាប់បាត់ទៅដែលជាហេតុធ្វើឲ្យពួកមន្ត្រីទាំងអស់នឹងគឺពួកគេកាន់តែភ័យខ្លាចហើយជ្រួលច្បល់ពេញនឹងគ្រប់គ្នាតែម្ដងចំណែកឯតួស្រីយើងឯនេះវិញគឺនាងបានមើលពីខាងក្រៅទៅឃើញទូប្រុសរបស់យើងស្លាប់មនុស្សនាងក៏បាននិយាយទៅកាន់កូនចៅរបស់ទូប្រុសថាគឺទូប្រុសកំពុងតែស្លាប់មនុស្សហើយនេះគេពុំខ្លាចមានទោសទេអីតែត្រូវបានឈិងឡុងដែលជាកូនចៅរបស់ទូប្រុសឆ្លើយទៅកាន់តួស្រីថាបើនៅសមរភូមិវិញទូប្រុសរបស់យើងសម្លាប់សត្រូវរាប់មិនអស់ហើយណោះគ្រាន់តែលឺឈិនឡុងនិយាយបែបនេះភ្លាមទូស្រីរបស់យើងផ្ដាំបុកពុះហើយបុកពុះភ័យមែនតើហ្មងព្រោះនាងគិតថាទូប្រុសរបស់យើងបាននិយាយមុននឹងថានៅពេលដែលគេដោះស្រាយរឿងរ៉ាវចប់គឺគេនឹងមកជួបទូស្រីអញ្ចឹងមានន័យថាគេច្បាស់ជាមកសម្រាប់នាងជាមិនខានភ្លាមនោះទូស្រីរបស់យើងនាងក៏បានរកវិធីដោះខ្នោះដៃរបស់នាងចេញហើយនាងក៏បានបែបម្សៅជះចំកណ្ដាលមុខឈិនឡុងដែលជាហេតុធ្វើឲ្យឈិនឡុងដួលសន្លប់ផងដែរហើយនាងក៏បានរត់គេចខ្លួនបាត់ទៅកាន់មកខាងទូប្រុសយើងឯនេះវិញពេលនោះដែរគេក៏បានសួរបញ្ជាក់ទៅកាន់មន្ត្រីទាំងអស់នោះថាតើពួកលោកទាំងអស់គ្នាពិតជាពុំចេះទៅសេកំណាព្យតែមែនទេមន្ត្រីទាំងអស់នោះស្ដាប់ហើយគឺពួកគេភ័យខ្លាចយ៉ាងខ្លាំងគេក៏បានស្ទុះស្ទាមកទៅសេកំណាព្យឲ្យទូប្រុសរបស់យើងភ្លាមប៉ុន្តែទូប្រុសរបស់យើងក៏បាននិយាយបញ្ជាក់ទៅកាន់ពួកគេថានៅពេលដែលក្រុមរបាំព្រមចប់បើសិនជាពួកលោកមាននរណាម្នាក់ដែលទៅសេពុំទាន់ចប់នោះទេគឺនឹងត្រូវស្លាប់ជាមិនខានគ្រាន់តែឮទូប្រុសរបស់យើងគម្រាមបែបនេះគឺធ្វើឲ្យពួកមន្ត្រីទាំងអស់នោះមានការភ័យខ្លាចយ៉ាងខ្លាំងហើយគេក៏ខំប្រឹងសរសេរយ៉ាងលឿនមិនតែប៉ុណ្ណោះគេក៏បានអានកំណាព្យដែលពួកគេបានតែងនិពន្ធម្នាក់ម្ដងឲ្យទូប្រុសរបស់យើងស្ដាប់ផងដែរក្រោយពេលដែលទូប្រុសរបស់យើងស្ដាប់កំណាព្យទាំងអស់នោះហើយគេក៏បាននឹកឃើញពីសកម្មភាពទាំងឡាយដែលនៅក្នុងសមរភូមិដែលទាហានក៏ដូចជាមេទ័ពរបស់គេបានលះបង់សាច់ស្រស់ឈាមស្រស់បង្ហូរឈាមព្រោះតែការពារព្រះនគរហើយទូប្រុសរបស់យើងក៏បន្តនិយាយទៅកាន់ព្រះអង្គម្ចាស់ឆាងសាថាតើព្រះអង្គម្ចាស់ឆាងសាមានដឹងទេថាទាហានបៃហ្វូរាប់ម៉ឺននាក់របស់គេព្រមទាំងមេទ័ពខ្លាំងបកាចំនួន18នាក់ត្រូវបានស្លាប់នៅក្នុងសមរភូមិដោយអយុត្តិធម៌ហើយកន្លងមកនោះគឺយើងពុំខ្វល់ថាព្រះរាជាឬក៏ឯងនោះទេដែលជាអ្នកអង្គុយលើរាជបល្ល័ង្កប៉ុន្តែចាប់ពីពេលនេះទៅគឺយើងបានផ្លាស់ប្ដូរចិត្តហើយឯងពុំអាចទទួលបានអ្វីទាំងអស់ទោះបីរាជបល្ល័ង្កឬក៏សូម្បីតែស្រីដែលឯងមានបំណងចង់រៀបការជាមួយក៏ពុំអាចដូចបំណងនោះដែរគឺយើងត្រូវតែដណ្ដើមយកអ្វីដែលជារបស់ឯងឲ្យបានព្រះអង្គម្ចាស់ឆាងសាគេស្ដាប់ហើយគេដឹងខ្លួនគេខុសគេក៏បានសុំទោសទៅកាន់ទូប្រុសរបស់យើងផងដែរតែគេបានខុសហើយគេក៏បានសុំការអត់អន់ទោសពីទូប្រុសរបស់យើងប៉ុន្តែទូប្រុសរបស់យើងពុំខ្វល់នោះទេគេក៏បានទាញដាវកាប់សក់របស់ព្រះអង្គម្ចាស់ឆាងសាដាច់ទៀតផងដែលជាហេតុធ្វើឲ្យព្រះអង្គម្ចាស់ឆាងសាពុំហ៊ានមាត់អ្វីនោះទេកាត់មកមើលខាងម្ដាយតួស្រីយើងឯនេះវិញពេលនោះដែរគឺគាត់កំពុងតែស្ដីបន្ទោសឲ្យអ្នកបម្រើរបស់គាត់យ៉ាងខ្លាំងព្រោះតែពួកគេពុំបានយកចិត្តទុកដាក់ក្នុងការមើលថែតួស្រីដែលបណ្ដាលឲ្យតួស្រីរបស់យើងបំវែងផ្លូវចេញពីពួកគេគ្រានោះដែរតួស្រីរបស់យើងនាងក៏បានរត់មកដល់ហើយនាងប្រាប់ម្ដាយរបស់នាងថាគឺនាងទើបតែមកពីបន្ទប់ទឹកហើយម្ដាយរបស់នាងក៏បានប្រាប់ឲ្យតួស្រីរបស់យើងបញ្ញាប់ឡើងរទេះសេះទៅផ្ទះវិញក៏លេខមកមើលឈិនឡុងយើងឯនេះវិញក្រោយពីត្រូវម្សៅរបស់តួស្រីរបស់យើងពេលនោះដែរគឺគេសន្លប់អត់ទាន់ដឹងខ្លួននោះទេ
ហើយយ៉ានជាគេក៏បានមកពិនិត្យមើលឃើញថាឈិនឡុងគឺត្រូវថ្នាំសន្លប់របស់តួស្រីដែលជាហេតុធ្វើឲ្យគេស្លាប់បន្តដឹងខ្លួននោះទេមិនតែប៉ុណ្ណោះយ៉ានជាគេបង្ហាញប៉ាន់តែជូនទៅដល់តួប្រុសរបស់យើងដែលជាប៉ាន់តែរបស់តួស្រីយើងនឹងឯងហើយតួប្រុសរបស់យើងកាន់ហើយគេក៏ពិនិត្យមើលទៅឃើញមានត្រានៅខាងក្រោមបាតប៉ាន់តែនឹងហើយគេក៏បានបញ្ជាឲ្យយ៉ានជាធ្វើការស៊ើបអង្កេតថាតើប៉ាន់តែនេះគឺតូបមួយណាជាអ្នកលក់ដើម្បីដឹងថាតួស្រីរបស់យើងគឺនាងមកពីគ្រួសារមួយណាស៊ីនបន្តក៏បានបង្ហាញឲ្យយើងឃើញថាពេលនោះដែរទូប្រុសរបស់យើងគឺគេបានមកដល់សំណាក់ហើយមិនតែប៉ុណ្ណោះគេក៏បាននាំយកអ្នករបាំទាំងអស់ហ្នឹងមករំនៅក្នុងសំណាក់របស់គេផងដែរគ្រានោះដែរគឺយើងក៏ឃើញថាទូប្រុសរបស់យើងគឺកំពុងនៅក្នុងបន្ទប់ហើយយើងមើលពីខាងក្រៅទៅគឺឃើញដូចជាទូប្រុសរបស់យើងកំពុងតែស្និទ្ធស្នាលបឺតមាត់ជាមួយនឹងនារីណាម្នាក់អញ្ចឹងប៉ុន្តែតាមពិតទៅគេកំពុងតែរុំរបួសនោះទេដែលអ្នកបម្រើរបស់គេនឹងមានឈ្មោះថាស៊ីសឹងដែលជាអ្នករុំរបួសឲ្យគេហើយស៊ីសឹងនោះគឺមើលទៅនាងជាអ្នកបម្រើទេប៉ុន្តែនាងដូចជាស្និទ្ធស្នាលជាមួយនឹងទូប្រុសយើងខ្លាំងណាស់ដែរហ្នឹងនាងក៏ហ៊ាននិយាយស្ដីឲ្យទូប្រុសយើងថារបួសទូប្រុសរបស់យើងគឺមិនទាន់ជាសះស្បើយនោះទេទោះបីជាគ្រូពេទ្យទេវតាព្យាបាលយ៉ាងណាក៏មិនងាយជាដែរបើសិនជាទូប្រុសរបស់យើងមិនព្រមនៅស្ងៀមនោះហើយនាងក៏បានប្រាប់ឲ្យទូប្រុសរបស់យើងថាឲ្យសម្រាប់នៅតែមកកន្លែងសិនទៅរយៈពេលកន្លះឆ្នាំអីទៅរបួសនេះអាចជាសះស្បើយបានប៉ុន្តែត្រូវបានទូប្រុសរបស់យើងបដិសេធថាគេពុំអាចសម្រាប់តែមួយកន្លែងរយៈពេលកន្លះឆ្នាំបាននោះទេគ្រាន់តែលើទូប្រុសរបស់យើងនិយាយបែបនេះភ្លាមធ្វើឲ្យស៊ីសឹងគេគិតថាទូប្រុសរបស់យើងគឺកំពុងតែមានផែនការអ្វីមួយទៀតហើយមែនទេសាច់រឿងក៏បានកាត់ស្រេចត្រឹមហ្នឹងដូច្នេះសូមរងចាំទស្សនាជាមួយ admin នៅភាគក្រោយបន្តទៀតណាសូមកុំភ្លេចជួយចុច subscribe channel admin ម្នាក់មួយផងដើម្បីឲ្យ admin មានទឹកចិត្តក្នុងការសម្រាយភាពបន្តជូនសូមអរគុណសូមជម្រាបលា